សាលនិងតុលាគឺជា backpacker ពីរនាក់ដែលចូលចិត្តធ្វើដំណើរផ្សងព្រេងតាមខេត្តឆ្ងាយៗនៅយប់មួយម៉ោងប្រហែលជា 9 យប់ទៅហើយពួកគេបានវង្វេងផ្លូវនៅតាមតំបន់ជនបទមួយក្នុងខេត្តកំពង់ធំមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងខ្លាំងឯម៉ូតូក៏ខូចទៀតធ្វើឲ្យពួកគេសម្រេចចិត្តចូលស្នាក់នៅផ្ទះឈើពីរជាន់ចាស់មួយខ្នងដែលមានផ្លាកយីហោហែករយិយាយសរសេរថាមានបន្ទប់ជួលពេលដែលចូលទៅដល់ពួកគេបានជួបស្ត្រីចំណាស់ម្នាក់ភ្នែកស្រអាប់មុខស្លេកស្លាំងឈរចាំនៅមាត់ទ្វារដូចជាដឹងមុនគាត់បាននិយាយទាំងសំឡេងស្រួយស្រេះថាមួយយប់តែ$5ទេកូនប៉ុន្តែចាំកុំបើកបង្អួចខាងកើតឲ្យសោះនៅពេលយប់ហើយបើឮសំឡេងអ្វីក៏កុំឆ្លើយតបអីឡើយដោយសារតែហត់នឿយពេកសាលនិងតុលាមិនបានគិតច្រើនក៏ព្រមយកសោកដើរឡើងទៅបន្ទប់ជាន់ទី2បរិយាកាសនៅក្នុងបន្ទប់នោះគឺធំក្លិនផ្អួរនិងក្លិនឆ្អាបប្លែកៗប៉ុន្តែដោយសារតែភ្លៀងខ្លាំងពេកពួកគេក៏រៀបចំកន្លែងគេងពាក់កណ្ដាលអាធ្រាត្រម៉ោងចំជិត12យប់ភ្លៀងបានរាំងខ្យល់ក៏ស្ងាត់តែភាពត្រជាក់ខុសធម្មតាក៏ចាប់ផ្ដើមគ្របដណ្ដប់ពេញបន្ទប់តុលាបានភ្ញាក់ដឹងខ្លួនមុនគេព្រោះមានអារម្មណ៍ថាដូចជាមានទឹកអ្វីម្យ៉ាងស្រក់ចំថ្ងាសរបស់គេពេលគេយកដៃស្ទាបមើលវាមិនមែនជាទឹកភ្លៀងទេវាជាទឹកម្យ៉ាងខាប់និងមានក្លិនស្អុយដូចសាកសពតក់តុលាងើបមើលទៅលើពីដានស្រាប់តែភ្នែករបស់គេបើកធំទាំងភ័យខ្លាចជាទីបំផុតនៅលើពីដានផ្ទះមានស្រមោលខ្មៅដេកតោងផ្កាប់មុខសក់វែងអន្លាយធ្លាក់ចុះមកក្រោមភ្នែករបស់វាឡើងក្រហមឈាមសម្លឹងចំមុខតុលាទាំងញញឹមស្ញាញ់ឃើញធ្មេញស្រួចតុលាចង់ស្រែកតែគ្មានសំឡេងគេក៏ប្រញាប់អង្រួនដាក់សាលពេលសាលភ្ញាក់ឡើងខ្មោចនោះក៏ស្រាប់តែរលាយបាត់ទៅមានរឿងអីតុលាឯងយល់សពអាក្រក់មែនទេសាលសួរទាំងងងុយដេកមិនមែនយល់សពទេខ្មោចមានខ្មោចនៅលើពីដានតុលានិយាយទាំងញ័រទៅត្រឹកភ្លាមនោះស្រាប់តែមានសំឡេងខ້ອຍខ្វាច់នៅខាងក្រៅបង្អួចខាងកើតវាជាសំឡេងដូចជាមានក្រចកដៃវែងមកកោះខ្វាច់ឈើបង្អួចយ៉ាងសាហាវសំឡេងកោសបង្អួចកាន់តែខ្លាំងទៅរហូតដល់មានសំឡេងមនុស្សស្រីយំខ្សឹកខ្សួលបន្លឺឡើងជួយខ្ញុំផងខ្ញុំត្រជាក់ណាស់បើកទ្វារឲ្យខ្ញុំចូលផងសាលដែលជាមនុស្សមិនសូវជឿរឿងខ្មោចនិងគិតថាជាមនុស្សមកលេងសើចក៏ដើរទៅរកបង្អួចខាងកើតនោះសាលកុំបើកយាយចាស់នោះប្រាប់ថាហាមបើកបង្អួចនឹងតុលាស្រែកខាត់ប៉ុន្តែសាលមិនស្ដាប់ឡើយគេបានលូកដៃទៅបើកកន្លឹះបង្អួចឈើនោះឡើងក្រាំងពេលបង្អួចរបើកឡើងខ្យល់ត្រជាក់បោកមកយ៉ាងខ្លាំងនាំទាំងក្លិនស្អុយអាសោចពេញបន្ទប់នៅចំពោះមុខសាលមិនមែនជាមនុស្សស្រីធម្មតាទេវាគឺជាក្បាលខ្មោចស្រីម្នាក់ដែលមានតែទឹកមុខខ្ទេចខ្ទីសាច់រលួយធ្លាក់ភ្នែកម្ខាងចេញមកក្រៅពោះវៀនរបស់វាយាធ្លាក់ចេញពីកដោយគ្មានខ្លួនប្រាណឡើយខ្មោចអាបវាបានហោះចូលមកត្របាក់កសាលភ្លាមសាលមិនទាំងបានស្រែកមួយម៉ាត់ផងក៏ត្រូវខ្មោចនោះខំដាច់បំពង់កឈាមបាញ់ពេញជញ្ជាំងផ្ទះតុលាភ័យខ្លាំងពេករហូតដល់នោមខោតុលាប្រមូលភាពក្លាហានចុងក្រោយរត់សម្ដៅទៅទ្វារបន្ទប់រួចរត់ចុះទៅជាន់ក្រោមទាំងត្រដោកត្រដួសពេលរត់មកដល់ជាន់ក្រោមគេឃើញយាយចាស់ម្ចាស់ផ្ទះអង្គុយបែរខ្នងនៅលើកៅអីបត់តុលារត់ទៅចាប់ស្មារបស់គាត់យាយជួយផងខ្មោចស៊ីសាលហើយជួយខ្ញុំផងពេលយាយចាស់នោះងាកមុខមកតុលាស្ទើរតែកាំងបេះដូងស្លាប់មុខរបស់យាយចាស់នោះបានប្រែជាគ្មានភ្នែកគ្មានច្រមុះមានតែមាត់ធំទូលាយពោពេញដោយឈាមស្រស់ដែលកំពុងទំពាម្រាមដៃរបស់សាលគាត់សើចក្អាកក្អាយអញប្រាប់ហើយមែនទេថាហាមបើកបង្អួចគេឃើញខ្មោចនោះកំពុងតែស៊ីភ្នែកនឹងពោះវៀនរបស់សាលទាំងរស់សំឡេងទំពាសាច់ឈ្វាប់គួរឲ្យរអើមឥឡូវដល់វេនឯងម្ដងហើយតុលាដឹងខ្លួនថាផ្ទះនេះមិនមែនជាផ្ទះជួលធម្មតាទេវាជាផ្ទះខ្មោចសាហាវដែលចាំស៊ីសាច់មនុស្សគេប្រឹងរត់ទៅបុកទ្វារផ្ទះបើករួចរត់ចេញទៅកណ្ដាលវាលស្រែទាំងយប់ងឹតស្លុបខ្មោចក្បាលអាបនោះនិងខ្មោចយាយចាស់បានហោះដេញតាមពីក្រោយឮសំឡេងសើចលាន់ពេញព្រៃព្រលឹមឡើងអ្នកភូមិដែលដើរទៅស្រែបានប្រទះឃើញតុលាដេកសន្លប់នៅកណ្ដាលវាលស្រែខ្លួនប្រាណពេញដោយរបួសឈុតឆ្កាយពេលដែលតុលាភ្ញាក់ដឹងខ្លួនឡើងនៅក្នុងមន្ទីរពេទ្យគេបានប្រាប់ប៉ូលីសទាំងភ័យខ្លាចនិងយំយេកប្រាប់ពីផ្ទះជួលនោះដើម្បីឲ្យទៅជួយសាលសមត្ថកិច្ចនិងអ្នកភូមិបាននាំតុលាទៅរកទីតាំងនោះវិញប៉ុន្តែពេលទៅដល់អ្វីដែលពួកគេឃើញមិនមែនជាផ្ទះឈើពីរជាន់ទេវាគឺជាដំបូកចាស់ដ៏ធំមួយដែលមានដើមជ្រៃរុំជិតនិងមានខ្ទមអ្នកតាបាក់បែកមួយនៅក្បែរនោះហ
ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងនិងព្រឹកក្បាលបំផុតនោះគឺសាកសពរបស់សាលត្រូវបានគេរកឃើញនៅក្នុងរន្ធដំបូកនោះក្នុងស្ថានភាពស្លាប់យ៉ាងអាណយអាធមដោយគ្មានពោះវៀននិងគ្មានភ្នែកដោយអ្វីដែលតុលាបបានឃើញកាលពីយប់មិញពិតប្រាកដមែនអ្នកភូមិចាស់ទុំបាននិយាយថាទីនោះកាលពីមុនជាកន្លែងដែលគេសម្លាប់មនុស្សសម័យសង្គ្រាមហើយព្រលឹងខ្មោចតៃហោងទាំងនោះតែងតែដើររកល្បិចបន្លំភ្នែកអ្នកដំណើរខុសផ្លូវដើម្បីយកទៅធ្វើជាចំណីជារៀងរាល់ឆ្នាំ